បងធ្វើការងារហ្នឹងគេឲ្យដាក់ success បានអត់ចាសួស្ដីបងប្អូនអ្នកគ្នាខ្ញុំសួរហេងមុននឹងឆ្លើយ comment របស់គាត់ចង់បញ្និយាយថាខ្ញុំផ្ដាសាយអ្នកនរគ្នាអញ្ចឹងសំឡេងវារៀងកឡតិចទេណាអធិស្ឋានក៏ប៉ុន្តែខ្ញុំខានចេញវីដេអូយូរហើយអញ្ចឹងខ្ញុំខ្លាចបងប្អូនអ្នកគ្នាភ្លេចមុខខ្ញុំអញ្ចឹងណាហើយចង់ឲ្យបងប្អូន comment នៅខាងក្រោមថាបងប្អូនអ្នកខ្លះគាត់ចាំមើលវីដេអូខ្ញុំអញ្ចឹងឥឡូវត្រឡប់មក comment របស់បងប្អូនវិញដែលគាត់សួរថាធ្វើការងារហ្នឹងអាចដាក់ success បានអត់បងប្អូនអ្នកគ្នាបើសិនជាសក់ហ្នឹងយើងដាក់ចេញជា success បងប្អូនអ្នកគ្នាគិតថាសមតែបើសួរថាក្រុមហ៊ុនឲ្យដាក់អត់គឺអត់ទេបងប្អូនអ្នកគ្នាដោយសារតែម៉ូតសក់ហ្នឹងគឺបែបលក្ខណៈយើងទៅភ្លឹងអញ្ចឹងណាឲ្យវាមានសណ្ដាប់ធ្នាប់កុំឲ្យសក់ធ្លាក់មកញ៉ៃញ៉ៃអញ្ចឹងបើសិនជាយើងដាក់ success គឺមានសក់នៅខាងមុខហ្នឹងញ៉ៃញ៉ៃមុខអីអញ្ចឹងណាអញ្ចឹងវាមើលទៅអត់សូវភ្លឹងស្អាតទេហើយបើចំពោះខ្ញុំវិញខ្ញុំគិតថាយើងសិតឲ្យអស់អញ្ចឹងទៅក៏វាឆ្លាស់មុខដែរបងប្អូនអ្នកគ្នាយើងស្រួលធ្វើការហើយណាមួយទៀតវាមើលទៅបែបលក្ខណៈ clean ណាក៏ប៉ុន្តែក៏មានបងប្អូនខ្លះគាត់គិតថាសក់ហ្នឹងមើលទៅរៀងចាស់ដែរអញ្ចឹងបងប្អូនអ្នកគ្នាអាច comment បានអត់ថាមើលទៅសក់ហ្នឹងរៀងចំណាស់អត់ដោយសារតែបងប្អូនដែលស្គាល់ខ្ញុំនៅខាងក្រៅនៅពេលដែលខ្ញុំអត់ធ្វើការគាត់ថានៅក្រៅគឺខ្ញុំក្មេងខ្លាំងមែនតើបងប្អូនអ្នកគ្នាហើយអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ comment ប្រាប់អ្នកហ៊ូនីកាផងណាហើយបើសិនជាបងប្អូនអ្នកគ្នានឹកខ្ញុំអីអាចទៅចូលជួយ follow IG របស់ខ្ញុំបានបាយបាយអ្នកនរគ្នា